សួស្តីអ្នករាល់គ្នាវីឡូមុនខ្ញុំបានលើកឡើងហើយទាក់ទងទៅនឹងប្រមាណវិធីចែកដែលចែកដាច់អាហ្នឹងវាអត់មានសំណល់ទេប៉ុន្តែសម្រាប់វីឡូនេះគឺប្រមាណវិធីចែកដែលវាមាននៅសល់សំណល់មានន័យថាជាចំនួនដែលចែកអត់ដាច់ហើយឧទាហរណ៍ខ្ញុំលើកយក109ចែកទៅនឹង3ហើយសម្រាប់109គេហៅថាជាតំណាងចែកចំណែក3គឺជាតួចែកយើងដាក់ធ្វើវាជាប្រមាណវិធីបញ្ឈរមកយើងយក109ចែកនឹង3ដោយយើងឃើញថាបើយើងកាត់តាមម្ដងវាចែកអត់បានដោយសារមួយវាតូចជាង3អញ្ចឹងយើងកាត់យកពីខ្ទង់មកយើងកាត់យក10ចែកនឹង3អញ្ចឹងយើងបាន3ដង9អញ្ចឹង10ដក9សល់1ទៅមួយយើងធ្វើការតម្លាក់លេខ9តមកយើងបាន19យើងយកមកចែក3ហើយយើងយកបាន6 3ដងវា18អញ្ចឹង19ដក18វានៅសល់1យើងបានផលចែក109ចែកទៅនឹង3ស្មើឲ្យ36ដែលយើងឃើញសំណល់វានៅសល់1បើសិនជាយើងចង់ដឹងថាការគណនារបស់យើងត្រូវឬខុសគឺយើងធ្វើការផ្ទៀងផ្ទាត់ដោយយកផលចែកទៅគុណនឹងតួចែកហើយយើងបូកនឹងសំណល់មកបើយើងឃើញស្មើទៅនឹងតំណាងចែកគឺវាត្រឹមត្រូវហើយអ្នកទាំងអស់គ្នាដោយយើងយក36ដែលជាផលចែកទៅគុណនឹងតួចែកគឺគុណនឹង3មកហើយបូកនឹង1ដែលជាសំណល់អញ្ចឹងយើងឃើញស្មើ109ស្មើទៅនឹងតំណាងចែកហើយយើងចូលដល់ឧទាហរណ៍ទី2គឺ2026ចែកទៅនឹង65ដែល2026គឺជាតំណាងចែកចំណែក65គឺជាតួចែកបន្ទាប់មកយើងធ្វើការចែកមកដោយយើងកាត់យក3ខ្ទង់បញ្ចែកបានអញ្ចឹងយើងយក202ចែកនឹង65អញ្ចឹងយើងយកបាន3យើងយក3ទៅគុណនឹង5ស្មើ15យើងសេលេខ5ក្រោមលេខ2មកត្រាទុក1ហើយ6 3ដង18ត្រាទុក1 14អញ្ចឹងយើងធ្វើការដកមកដោយយើងយក202ដកទៅនឹង5 202ដក195ហើយយើងដកទៅតាមខ្ទង់រេមុនទាំងគ្នាបន្ទាប់មកយើងឃើញនៅសល់7ហើយយើងតម្លាក់6ដើម្បីចែកបន្តទៀតមកហើយយើងយកបាន1អញ្ចឹងយើងយក1គុណហើយធ្វើការដកនឹងយក76ដក65មកយើងឃើញវានៅសល់11អញ្ចឹងយើង11វាតូចជាង65យើងអត់ធ្វើការចែកបានទៀតទេអញ្ចឹងផលចែកយើងឃើញ31ដែលមានសំណល់នៅសល់11ដែលជាផលចែក2026ចែកនឹង65